លោកគ្រូនេះគួរឲ្យខ្លាចไหมគ្រូអាគមអញ្ចឹងហីគួរឲ្យខ្លាចដល់ពូទៅវិញហីគ្រូនឹងប្រកែណាបើចង់ឲ្យប្រពន្ធខ្លាចតើឲ្យគ្រូនឹងជួយតែខ្ញុំដូចខ្លាចគ្រូនឹងជាងខ្លាចប្រពន្ធខ្ញុំហ្មងពូមិនអីទេអញធ្លាប់ជួបគាត់ម្ដងហើយជួបនៅណាជួបនៅកន្លែងគេលក់គោដុតមានយមណៃមកអត់នេះពូឲ្យគាត់ទៅមកកែគាត់ជួយយើងដល់ល្ងាចប្រុសក្បាញ់យកស្អីទេប្រពន្ធអញវិញឲ្យឈោឲ្យអង្គុយបជាទៅជេលេអញ្ចឹងគ្រូធ្វើមិនឲ្យប្រពន្ធខ្លាចមានអីបាក់ឯងមកចាំគ្រូសាច់ទឹកឲ្យហុចដៃមកទឹកមាត់សតតអូនម្ដងលោកគ្រូខ្ញុំមិនបាច់ទេស្រោចទឹកយកមកប្រុសក្បាញ់យកហើយស្រោចទឹកហើយកុំឲ្យខ្លាចពូនទៀតប្រុសក្បាញ់យកហើយស្រោចទឹកហើយកុំឲ្យខ្លាចពូនទៀតប្រុសក្បាញ់យកហើយស្រោចទឹកហើយកុំឲ្យខ្លាចពូនទៀតខំឡើងភ្នំកាត់ថ្ងៃកាត់ក្តៅទៅហៅឲ្យគ្រូជួយមកវិញប្រពន្ធវាយតដែរលោកគ្រូនឹងសាក់សិទ្ធណាឥឡូវមិនចឹងវិញស័ក្តិសិទ្ធអីគ្រូនឹងបោកហ្នឹងខ្ញុំគ្រាន់តែមកដល់ផ្ទះភ្លាមប្រពន្ធខ្ញុំកាន់តាំងតោឈោចាំហ្មងដូចតែគ្នាហ្នឹងមកពីម្សិលមិញយើងមកវិញយប់ពេកមិនឲ្យយប់មិនបើលោកគ្រូស័ក្តិសិទ្ធពួកឯងនៅដល់លើភ្នំនោះខំទៅជឿតាមពួកឯងអស់មកកេះទៀតទៅធ្វើបន់ដែរទៅបន់ធ្វើកន្លែងវាមិនអីទេធ្វើខុសកន្លែងនឹងឈឺចិត្តដែរហ្នឹងដល់ថ្នាក់គ្រូនឹងជួយមិនបានដឹងរកវិធីអីទៀតទេពួកឯងនឹងក៏អញ្ចឹងដែរស្អីក៏ចេះដល់ពេលធ្វើឲ្យពន្ធខ្លាចចេះការងារនឹងមានសាលាណាបរៀនណាបើមានអន្តរីមុនគេខ្ញុំឈរប្រពន្ធពួកឯងសាហាវម៉េះប្រពន្ធខ្ញុំអត់សើអីណាបើប្រពន្ធពួកឯងសាហាវហ្មងប្រពន្ធអញអតីតហ៊ានណាជុំធ្វើមិនបានជួបគ្នាជើងនិយាយស្មាយកម៉ងលុយស្គៀមងាយមិនណាមិនបានចូលកន្លែងគេហាមឃាត់ទោសអ្នកនាងខ្ញុំបំវិញផ្លូវទើបបានមកដល់ទីនេះលោកអញចង់ទៅណាខ្ញុំដើររកស្នេហាស្មោះអូរស្នេហ៍អីដល់ក្នុងព្រៃហ្នឹងពូឈួរអញទៅលួចទៅលងគេតាអីមិនទៅប្រាប់គេថាដើររកស្នេហ៍ចុះបើមិនឲ្យអញប្រាប់អញ្ចឹងមិនស៊ីក្រកភ្លើងហើយញ៉ាយគ្នាបានតាំងពេលហ្នឹងមក